ยังมี iPhone 7 Plus มาดามទៀតហើយដូចយ៉ាងឡងទៀតអូខេចាំមានតិចឃើញថាវាជាប់ iCloud ហើយនៅលើកុំព្យូទ័រយើងចុច Active មកជាមួយវាចេញបែបម៉េចវិញអូខេចេញ iCloud ដូចគ្នាបងប្អូនណាផ្ដើមដល់ P នេះអញ្ចឹងណាអញ្ចឹងការចេញដូចនេះបងប្អូនចុចខ្វែងវាចោលមកហើយយើងចូលមកដល់ CU tool ដដែលហើយទូរស័ព្ទយើងដាក់វាទៅរលត់ទៅចុចពលិមដកអបលិមបោកលិមដកហើយនឹង power ឲ្យវាលុតមកណាដើម្បីដាក់វាទៅជា DAU mode បងប្អូនណាចុចពលិមដកឲ្យ power ជាប់មកលិមដកឲ្យ power ចេញអញ្ចឹងកុំតន់លេងវាពេលលុតចេះបងប្អូនលេង power មកទុកពលិមដកឲ្យវាចូលទៅ DAU mode អូខេពេលវាចូលមក DAU mode បែបនេះបងប្អូនបើក tool នេះមកបើក CU tool បើក unlock tool ណាបងប្អូនណាហើយចូលកន្លែងនេះ Apple ហើយបន្ទាប់មកបងប្អូនចុចកន្លែងនេះយើងបែកផាសវាយើងមើលក្នុងនេះផងខ្លាចវាដាច់ការពារវាដាច់ណាបងប្អូនណាអូខេបើនេះហើយយើងធ្វើម្ដងទៀតដោយសារមិញវារលត់អញ្ចឹងទៅភាសាទៀតយើងប៊ូតវាភាសាទៀតមកអូខេនេះឥឡូវចេញបែបនេះហើយអូខេហើយបន្តមកទៀតបងប្អូននេះរើសនេះមកដោយសារទូរស័ព្ទនេះ7 Plus មែនអត់អញ្ចឹងយើងយកនេះមកយើងទៅរើស file នេះ file នេះបានមកពីណានេះបងប្អូនឃើញកន្លែង down នេះបងប្អូនអាចចូលទៅ down កន្លែងហ្នឹងមក down file មួយណា7ទូរស័ព្ទប្រភេទណា Oppo iPhone ប្រភេទអីយើងអាច down កន្លែងនេះបានអញ្ចឹងរើសមកយើងរើសកន្លែងនេះនៅក្នុងនេះមានច្រើនអញ្ចឹងរបស់យើងមិញ7 Plus អញ្ចឹងរើស7 Plus មក OS ហ្មងខ្ញុំយក15ដូចសារ iPhone នោះ15 version 15អញ្ចឹងដល់កន្លែងនេះបងប្អូនចុច boot remedy ចុច boot remedy មកបងប្អូនមកមើលអានេះផងកុំឲ្យវាដាច់ណាចុច boot remedy ពេល boot remedy មកដល់កន្លែងនេះបងប្អូនឃើញវាដាច់ទេអញ្ចឹងបងប្អូនបញ្ញាក់កន្លែងនេះមកបញ្ញាក់ក៏បានបើវាទៅបញ្ញាក់បើវាទៅយើងមិនបាច់បញ្ញាក់ទេបញ្ញាក់ពលាមនេះចាឥឡូវមិនបាច់នេះទេវាបញ្ញាក់ហើយវា reboot ទៅជា recovery mode ហើយអញ្ចឹងអានេះវាដើរធម្មតាខ្ញុំធ្វើនេះគឺមិនមែនមានន័យថាយើងធ្វើអញ្ចឹងបាន 100% ទេបើសិនជាទូរស័ព្ទនេះធ្លាប់ bypass ធ្លាប់ធ្វើបែបនេះជាមួយនឹងកុំព្យូទ័ររបស់ខ្ញុំគឺយើងអាចធ្វើបានតែបើសិនជាមិនធ្លាប់ធ្វើទេគឺយើងធ្វើបានទេអញ្ចឹងខ្ញុំជឿជាក់ថាទូរស័ព្ទនេះប្រហែលជាអាចធ្លាប់ធ្វើជាមួយនឹងកុំព្យូទ័រខ្ញុំនេះបងប្អូន boot remedy ឬគេហៅថាមួយទៀតគេថា jailbreak អញ្ចឹងយើងចាំមើលទាំងអស់គ្នាអូខេដានnày បន្ទាប់ពីដានមកបងប្អូនចុច fix mount to អូខេបន្ទាប់ fix mount to ហើយដល់វគ្គអានេះ restore backup បើសិនចង់ប្រាប់បងប្អូនម្ដងទៀតបើសិនជា file ហ្នឹងធ្លាប់មាននៅក្នុងកុំព្យូទ័រខ្ញុំមិននឹងបានតែបើអត់ធ្លាប់មានទេគឺអត់បានទេណាបញ្ជាក់ម្ដងទៀតអញ្ចឹងយើងសាកមើលអ្នកគ្នានេះចុចអានេះមកនេះបងប្អូន restore backup and disable OTA address ចុចវាមកអូខេធ្លាប់ backup នេះបងប្អូននេះធ្លាប់ backup មួយកុំព្យូទ័រខ្ញុំអញ្ចឹងអត់អីទេទូរស័ព្ទនេះយើងអាចដំណើរការបានប្រើប្រាស់បានធម្មតាហេងអានឹងហេងណាដែលយើងអាចធ្វើចឹងនិយាយថាយើងអាច backup វាបានមកវិញហ្នឹងគឺអូខេហើយចឹងយើងអស់បញ្ហាហើយគាត់នៅចាំទៅបងប្អូននៅចាំមកវារ៉ាស់ចប់វានឹង reboot មកគឺយើងអាចប្រើប្រាស់បានធម្មតាអត់អីទេអូខេចប់ហើយយើងចាំមើលទាំងអស់គ្នាបងប្អូនណាហើយបើកនេះមក
អូខេហើយចាញ់តែប៉ុណ្ណឹងគឺយើងប្រើបានធម្មតាវិញបងអស់បញ្ហាយើងសម្លឹងមើលនៅនេះដាក់ yes ហើយ active yes អញ្ចឹងនេះក៏យើងអាចចូលបានដែរអូខេវាដំណើរការបានអរគុណច្រើនបងប្អូនអរគ្នា